កម្ពុជាថាថៃដាក់ទូកុងតឺន័របិទផ្លូវចូលច្រកបឹងត្រកួនចម្ងាយប្រមាណ1គីឡូម៉ែត្រក្រសួងការបរទេសកម្ពុជាតាមរយៈសេចក្តីប្រកាសសារព័ត៌មានចុះថ្ងៃទី24ខែកុម្ភៈឆ្នាំ2026កន្លងទៅបានបញ្ជាក់ថាកាលពីសប្តាហ៍មុនប្រតិភូអង្គទូតបរទេសនិងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានចុះទៅពិនិត្យទីតាំងចំនួន3ក្នុងខេត្តបន្ទាយមានជ័យដែលធ្លាប់រងការវាយប្រហារពីកងកម្លាំងយោធាថៃគឺភូមិជោគជ័យភូមិព្រៃច័ន្ទនិងតំបន់បឹងត្រកួនបាទតាមសេចក្តីប្រកាសដែលវិទ្យុបារាំងអន្តរជាតិ RFI ទើបតែទទួលបានកាលពីថ្ងៃទី27ខែកុម្ភៈឆ្នាំ2026កន្លងទៅក្រុមប្រតិភូបានសង្កេតមើលពីចម្ងាយនៅទូកុងតឺន័របិទផ្លូវចូលទៅកាន់ច្រកទ្វារព្រំដែនបឹងត្រកួនដែលស្ថិតនៅចម្ងាយប្រមាណ1គីឡូម៉ែត្រក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាតាមការចុះពិនិត្យមើលទិដ្ឋភាពជាក់ស្ដែងនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទគណៈប្រតិភូសម្លឹងមើលទីតាំងដែលហួសពីទីកន្លែងធ្លាប់ត្រូវបានចុះពិនិត្យមើលកាលពីខែសីហាឆ្នាំ2025នេះមានន័យថាភាគីថៃបានដាក់ទូកុងតឺន័របិទផ្លូវហួសពីកន្លែងដើមនៅតំបន់បឹងត្រកួនគណៈប្រតិភូអង្គទូតបានពិនិត្យឃើញផ្ទះសម្បែងហាងទំនិញនិងរចនាសម្ព័ន្ធសាធារណៈនានានៅតំបន់នេះត្រូវបានបំផ្លាញអំឡុងពេលនៃការប្រយុទ្ធគ្នាកាលពីចុងឆ្នាំ2025តាមក្រសួងការបរទេសកម្ពុជាចាប់តាំងពីក្រោយពេលមានបទឈប់បាញ់នៅថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងមកពលរដ្ឋភៀសសឹកមកពីសហគមន៍នានានៅតែមិនអាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួននៅឡើយទេមិនអាចត្រឡប់ទៅផ្ទះវិញបានដោយសារតែហ៊ានថៃបានហាមឃាត់និងរេបន្លាលលួសនិងដាក់ទូកុងតឺន័ររាំងខ្ទប់បិទផ្លូវប្រជាពលរដ្ឋខ្មែរមកដល់ពេលនេះមានពលរដ្ឋខ្មែរប្រមាណ10000នាក់ទៀតកំពុងស្នាក់នៅក្នុងជំរកបណ្ដោះអាសន្នក្នុងជំរំជនភៀសសឹកនៅវត្តច័ន្ទសីនិងវត្តកណ្ដោលដែលស្ថិតក្នុងខេត្តបន្ទាយមានជ័យទោះជាយ៉ាងណានៅចំពោះមុខប្រតិភូអង្គទូតនិងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជាលោកស្រីអៀតសុភាបានថ្លែងថាកម្ពុជានៅតែបដិញ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីនានាព្រមទាំងប្រកាន់ភ្ជាប់នៅសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃកាលពីថ្ងៃទី27ខែធ្នូឆ្នាំ2025ក្រសួងការបរទេសកម្ពុជាធ្លាប់បានបញ្ជាក់ថានៅក្រៅបទជប់បាញ់ថ្ងៃទី27ខែធ្នូឆ្នាំ2025កន្លងទៅយោធាថៃបានដណ្ដើមកាន់កាប់ទឹកដីកម្ពុជាយ៉ាងតិច14ទីតាំងនៅក្នុងខេត្តចំនួន4រួមមានខេត្តបន្ទាយមានជ័យមានភូមិព្រៃច័ន្ទភូមិជោគជ័យនិងភូមិបឹងត្រកួនចំណែកខេត្តពោធិ៍សាត់មានតំបន់អូភ្លុកដំរីច្រកអន្តរជាតិថ្មដាឬច្រកជ័យជំនះចំពោះខេត្តព្រះវិហារមានតំបន់អានសេះតំបន់តាថៅនិងតំបន់ភ្នំទ្រាប់គណៈខេត្តឧត្តរមានជ័យមានតំបន់អូស្មាច់ប្រាសាទខ្នាប្រាសាទតាក្របីប្រាសាទតាមាន់ធំតំបន់ជប់អង្គញ់និងតំបន់ចូលគ្រោះបើទោះបីមានការបកស្រាយពីភាគីកម្ពុជាយ៉ាងណាក្តីភាគីថៃជារឿយៗបានការពារជំហររបស់ខ្លួនថាកងទ័ពថៃមិនបានបំពានយកដីកម្ពុជានោះទេហើយទីតាំងដែលទាហានថៃកំពុងឈរជើងនោះគឺដើមឡើយវាជារបស់ថៃដែលបានបាត់បង់ដោយសារការទន្ទ្រានយកដីពីភាគីកម្ពុជា